អ្នកស្លាប់ដោយសារការរំជួយដីនៅប្រទេសភូមាមានចំនួន1600នាក់ខណៈដែលថៃមានដល់10នាក់ហើយប្រជាពលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ាគិតត្រឹមព្រឹកថ្ងៃអាទិត្យនេះសារព័ត៌មាននានាបានរាយការណ៍ថាគេបានរកឃើញសាកសព1600នាក់ទៅហើយនៅក្នុងនោះនៅបាត់ខ្លួនដែលគេសង្ស័យថាស្លាប់ដល់ទៅ10000នាក់ឯណោះដោយឡែកនៅទីក្រុងបាងកករូបភាពបានបង្ហាញនៅទស្សនវិជ្ជាដ៏រន្ធត់នៃការញ័ររញ្ជួយនៅនឹងភ្នែកតាមរយៈបណ្ដាញសង្គមហើយគេជឿជាក់ថាមានអគាររាប់រយខ្នងរងការខូចខាតនៅក្នុងនោះមានមនុស្សយ៉ាងហោចណាស់10នាក់ត្រូវបានគេរកឃើញថាស្លាប់ហើយមនុស្សជាង100នាក់ទៀតអាចនឹងជាប់នៅក្រោមគំនរអគារកំពុងសាងសង់មួយកន្លែងដែលត្រូវបានដួលរលំដោយសារការរំជួយដីអ្នកជំនាញបានលើកឡើងថាជាមួយនឹងកម្រិត 7.7 រិចទ័រនៅក្នុងជម្រៅ10គីឡូម៉ែត្រនៅទីក្រុងមេនដាឡៃនៃប្រទេសមីយ៉ាន់ម៉ាជាស្នូលនៃការរំជួយមកដល់ទីក្រុងបាងកកគឺមានចម្ងាយជាង1000គីឡូម៉ែត្រពោលគឺវាមានចម្ងាយហួសពីកម្រិតញ័ររញ្ជួយដែលអាចអង្រួនទីក្រុងបាងកកប៉ុន្តែអ្វីៗវាបានកើតឡើងរួចទៅហើយនៅរសៀលថ្ងៃទី28ខែមីនាឆ្នាំ2025នេះ